សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែកជូនអ្នកទាំងអស់គ្នាបន្ទាប់ពីវីដេអូមុនវីដេអូនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីរបៀប create table នៅក្នុងកម្មវិធី SQL Developer ការ create table នៅក្នុងកម្មវិធី SQL Developer គឺដើម្បីមានន័យថាវា create table ហ្នឹងហើយ store ទុកទិន្នន័យហើយទិន្នន័យហ្នឹងមានន័យថាយើងអាច delete insert កែប្រែបានតាមចិត្តឥឡូវយើងមកធ្វើវាជាមួយខ្ញុំទាំងអស់គ្នានៅក្នុង Oracle ខ្ញុំនេះ table វាអត់ទាន់មានទេឥឡូវខ្ញុំធ្វើការ create ដើម្បី create វា create table ទី1យើងប្រើ keyword create កន្លែងហ្នឹងយើងដាក់ set table អ្នកទាំងអស់គ្នាជាកន្លែងនេះយើង keyword syntax យើងចង់សេអក្សរទូចក៏បានធំក៏បានខ្ញុំ create table ហើយដាក់ឈ្មោះ table name នឹងជាមួយគេឧទាហរណ៍ខ្ញុំដាក់ start បុគ្គលិកហើយ tbl ហ្នឹងមានន័យថា table អក្សរកាត់ហើយខ្ញុំក្នុង table start tbl ហ្នឹងខ្ញុំមាន id ហើយ id ខ្ញុំកំណត់វាជា primary key ហើយយើងដាក់សញ្ញាឃ្នាបបញ្ជាក់កន្លែងហ្នឹងបើយើងអត់ដាក់សញ្ញាឃ្នាបទេមានន័យថាវា error ហើយនៅក្នុងការបង្កើត table Oracle យើងមិនអាចប្រើ semicolon នៅពីក្រោយអក្សរយើងចាំបានទេខ្ញុំមាន id ហើយមាន name ឈ្មោះបុគ្គលិក name វាឈ្មោះអញ្ចឹងខ្ញុំកំណត់ឲ្យវា Anvacha2 នេះមានន័យថាវា data type វាជាឈ្មោះយើងឈ្មោះអញ្ចឹងយើងប្រើ data type Anvacha2 នៅក្នុងភាសា Oracle ហើយខ្ញុំមាន set នេះវាជាចំនួនអក្សរដែរប៉ុន្តែអក្សរតែមួយទេយើងអាចប្រើឆាអាហ្នឹងតម្លៃតួអក្សរតែមួយហើយវងកញ្ចក់កន្លែងនេះដាក់យើងអាចកំណត់វាបានតែមួយទេឆា sorry អ្នកនរគ្នាកន្លែងនេះខ្ញុំភ្លេចដាក់កំណត់ផ្ទុកតម្លៃកន្លែង name នេះខ្ញុំដាក់កំណត់ផ្ទុកតម្លៃវា50តួអក្សរហើយមាន phone នេះខ្ញុំប្រើជាលក្ខណៈ varchar ខ្ញុំដាក់តម្លៃវា20លេខហើយខ្ញុំមាន email ខ្ញុំដាក់ Anvacha 2ខ្ញុំកំណត់តួអក្សរវាដាក់50ឃ្នាបហើយខ្ញុំមាន address ខ្ញុំដាក់ Anvacha ដូចគ្នាដាក់ Anvacha 2ហើយខ្ញុំ set 50តម្លៃវា50ដូចគ្នាហើយខ្ញុំមាន active នេះសកម្មភាពជាសកម្មភាពអីផ្សេងសកម្មភាពនេះខ្ញុំដាក់ជា integer ជាលេខហើយដើម្បី run code វាយើង
select វាទាំងអស់ចឹងមកយើងចុច play មកកន្លែងនេះវាថា table start tbl create មានន័យថាយើង create table start ហ្នឹងបានជោគជ័យហើយកន្លែងនេះវាអត់មានឃើញឲ្យយើង refresh table អញ្ចឹងខ្ញុំសូមចេញពី Oracle នេះសិនហើយខ្ញុំធ្វើការចូលវិញអូខេខ្ញុំធ្វើការ connect វាឡើងវិញ bb1 user password 123ខ្ញុំចុច OK ហើយខ្ញុំចុចមើល table អូខេអ្នកទាំងអស់គ្នាមានឃើញstart table ដែលយើងមកបង្កើតមិញឥឡូវយើងបង្កើត table មួយទៀត table user អញ្ចឹងយើងប្រើ create table user tbl ហើយយើងដាក់វងខ្យល់បើកវងខ្យល់បិទវងខ្យល់អូខេនៅក្នុង table user ហ្នឹងខ្ញុំមាន user id ខ្ញុំដាក់ឲ្យវា user id ដាក់ឲ្យវា integer វាតម្លៃវាជាលេខហើយខ្ញុំ set ឲ្យវា primary key ប្រភេទខ្ញុំបញ្ជាក់នៅក្នុងគ្នាប្រភេទជា integer នេះយើងមិនចាំបាច់កំណត់ថាឲ្យវាសរសេរបានប៉ុន្មានលេខអីចេះទេយើងមិនបាច់កំណត់អីចឹងទេយើងកំណត់ដាក់សម្រាប់តែជា data type unvarchar សម្រាប់អក្សរឬក៏ varchar ឬ char ជាដើមហើយ មាន username អូខេ username ខ្ញុំឲ្យកើ unvarchar 2ហើយខ្ញុំកំណត់តម្លៃវា50តួអក្សរខ្ញុំបិទគ្នាខ្ញុំ user មាន password សម្រាប់ user login ហើយខ្ញុំកំណត់ឲ្យវា unvarchar password នេះបើយើងនិយាយទៅវាជាលេខប៉ុន្តែយើងអាចកំណត់វាជា unvarchar បានព្រោះ password វាជាលេខដែរប៉ុន្តែវាជាលេខច្រើនខ្ទង់យើងត្រូវការប្រើ unvarchar 2ដូចនឹង data type ប្រភេទនៃតួអក្សរដែរខ្ញុំកំណត់ឲ្យវាដាក់20 password មួយទៀតមាន expire date expire date នេះ data type វាជាថ្ងៃអញ្ចឹងយើងប្រើ date ហើយយើងមិនបាច់កំណត់ទំហំលេខអក្សរវាទេហើយយើងមាន active នេះវាជាលេខ0ឬលេខ1តម្លៃវាអញ្ចឹងយើងប្រើជាលេខយើងប្រើ integer ប៉ុណ្ណឹងមកយើង run វាយើង select on អូខេកន្លែងនេះវាចេញ message table user table create មានន័យថាយើង create វាបានជោគជ័យឥឡូវខ្ញុំ create table មួយទៀត create table
location create tab bar location tbl location ខ្ញុំមាន ID ហើយខ្ញុំកំណត់ឲ្យវាជា primary key ហើយ location name ខ្ញុំកំណត់វា unvar char to ខ្ញុំកំណត់ឲ្យវាតម្លៃ150តួអក្សរហើយមាន phone ដាក់ unvar char ខ្ញុំកំណត់តម្លៃវា20ខ្ញុំមាន address នេះយើងដាក់ varchar ក៏បាន unvarchar ក៏បានឥឡូវខ្ញុំដាក់ varchar ដាក់ varchar 2 30ហើយកំណត់ x នេះមានន័យថាផ្លូវអូខេកន្លែងនេះខ្ញុំ x នេះខ្ញុំអត់ចាំបាច់ដាក់ក៏បានកុំឲ្យអ្នកទាំងគ្នាស្មុគស្មាញខ្ញុំធ្វើការរ៉ានវាខ្ញុំបន្ត A មកខ្ញុំរ៉ានវាកន្លែងនេះវាចេញ message table location table create មានន័យថាយើង create វាបានជោគជ័យហើយឥឡូវយើងទៅ select មើល table នីមួយៗអ្នកទាំងអស់គ្នាក៏លេខមើលមកកន្លែងនេះវាឃើញ table តែមួយទេប៉ុន្តែយើង create មិញបាន table ដល់ទៅ3ដើម្បីឲ្យឃើញវាអ្នកនរចុច refresh កន្លែងនេះមកចុចកន្លែងនេះមកពេលចុចហើយវា load table ដែលយើងបានបង្កើតថ្មីហ្នឹងហើយឥឡូវខ្ញុំចង់មើល staff table ហ្នឹងមាន column អីខ្លះដើម្បីមើល select ដើម្បីមើល table ទីមួយយើង set keyword select ហើយដាក់សញ្ញាផ្កាយ from ហើយឈ្មោះ table ដែលយើងចង់មើលហ្នឹង table ហ្នឹងមានឈ្មោះថា staff tbl ហើយយើង select ចាំមកយើងមើលអូខេ staff tbl នេះវាមាន column ID name sex phone email address active ប៉ុន្តែក្នុងនេះវាអត់មានទិន្នន័យអីទេយើងមិនទាន់បានបញ្ចូលតម្លៃឲ្យវាទេឥឡូវខ្ញុំមើល table ផ្សេងក៏យើងមិនទាន់បានបញ្ចូលតម្លៃឲ្យវាដូចគ្នាដែរ select ផ្កាយ from user tbl ក្នុងនេះវាអត់មានទិន្នន័យទេវាមាន column ក្នុង table user ហ្នឹងវាមាន column user ID username password expire date ហើយនឹង active អូខេការ create table របស់ខ្ញុំត្រូវមកចប់អ្នកមកទីជួបខ្ញុំបន្តទៀតរបៀប insert តម្លៃចូលនៅក្នុង table នីមួយៗបាទអ្នកនេះគាត់ថាវីដេអូនេះវាមាន
ភាពមានប្រយោជន៍សូមជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយផង